មានបងភ្ញៀវប្រមាណអ្នកដែលគាត់ស្គាល់ពូជជ្រូកក្នុងវីដេអូនេះណាបើបងណាស្គាល់ពូជជ្រូកក្នុងវីដេអូហ្នឹងជួយ comment ប្រាប់ខ្ញុំផង comment ខាងក្រោមវីដេអូហ្នឹងមកហើយអ្នកដែលអត់ស្គាល់សាកទាញមើលតើពូជជ្រូកហ្នឹងគឺជាជ្រូកអីគេដែរខ្ញុំនឹងប្រាប់ចម្លើយនៅក្នុងវីដេអូហ្នឹងជាក់ស្ដែងជម្រាបសួរសួស្ដីបងទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូមួយនេះពូជជ្រូកមួយគូនេះមានញីមួយឈ្មោះមួយញីពណ៌សអត់ខ្មៅខ្នងឈ្មោលខ្មៅខ្នងពោះសជើងសដែលខ្ញុំទើបតែយកចូលសមាជិកថ្មីហើយជុកនេះដែរគឺចាស់មែនតែនធាត់ធំចាស់ប៉ុន្តែខ្ញុំស្រឡាញ់ខ្ញុំឃើញវាស្អាតខ្ញុំស្រឡាញ់រូបរាងវាទើបខ្ញុំទិញវាយកមកទុកមើលខ្ញុំមិនដឹងថាទិញវាយកមកហ្នឹងវាបានផលបានកូនចៅអីទៀតអត់ទេពីមុនខ្ញុំទិញតែកូនវាមកយកមកធ្វើពូជតែដល់ពេលឥឡូវគឺខ្ញុំទិញបានទាំងមេបាដើមវាមកទៀតត្បិតតែវាចាស់ទោះវាអត់ឲ្យផលក៏ខ្ញុំនៅតែស្រឡាញ់នៅតែចង់បានវាយកមកលម្អយកមកទុកអីណាតែសារខ្ញុំទុកសម្ពោធត្រង់ថ្មីរបស់ខ្ញុំដែលកំពុងតែធ្វើបន្ទាប់ពីធ្វើហើយគឺយកវាចូលសម្ពោធត្រង់ថ្មីហ្នឹងហើយតែខ្ញុំថាពេលខ្ញុំសម្ពោធត្រង់ថ្មីបានខ្ញុំផោះពូជជ្រូកហ្នឹងខ្ញុំលាក់ទុកសិនប៉ុន្តែខ្ញុំទ្រាំអត់បានទេដោយសារចិត្តនេះវាពុះកជ្រោចង់ឲ្យបងហ្នឹងឃើញពូជជ្រូកហ្នឹងពីឥឡូវទៅខ្ញុំនិយាយសម្ពោធត្រង់ថ្មីហ្នឹងបងកំសើចដែរតែប៉ុន្តែអាហ្នឹងភាកខ្ញុំនិយាយលេងទេមិនសម្ពោធត្រង់ថ្មីទេទុកដាក់វាចូលត្រង់ថ្មីអីចឹងទៅបែបហ្នឹងឯងឥឡូវខ្ញុំមកប្រាប់ពីពូជជ្រូកនេះវិញពូជជ្រូកនេះគេហៅថាជ្រូកកណ្ដុរអេសានឬក៏ពូជជ្រូកកំពតឃើញធាត់ធំបែបនេះគឺដោយសារតែគេចិញ្ចឹមយូរឆ្នាំឲ្យឈ្មោលដោះចាយឡើងវែងហើយយូរឆ្នាំហើយគេឲ្យជីដល់ថែទាំដល់អញ្ចឹងគឺវាធំបែបហ្នឹងជីនេះក៏ជាចម្លើយទៅកាន់បងដែលតែសួរខ្ញុំថាពូជជ្រូកកណ្ដុរអេសានហ្នឹងធំអស់ប៉ុន្មានចម្លើយគឺធំអស់គឺធំតែស្រ័យលើការថែទាំរបស់បងស្រ័យលើចំណៃរបស់បងដែរណាហើយរយៈពេលដូចគ្នាខ្ញុំយកកូនវាមកខ្លះកើតបាន 4-5 ដងហើយកូនដែលខ្ញុំយកវាកូនវាយកមកធ្វើមេប៉ុន្តែអត់ទាន់ធំដល់មេទេធំបានពាក់កណ្ដាលមេផងតែមេនេះគឺធំតាំងពីដើមមកហើយខ្ញុំឃើញកូនវាច្រើនមែនកូនវាច្រើនហ្នឹងណាការខ្ញុំទៅទិញកូនវាខ្ញុំបានថតលេងជាមួយវាមួយកូនវាតាំងពីខ្ញុំទៅទិញយូរហើយជួខ្ញុំទិញកូនវាមកតាំងពីវាកូនលើកទី1ទៅជាមួយឆ្នាំជាងហើយដែលខ្ញុំទិញកូនវាមកហើយខ្ញុំទិញកូនវាមក3សាហើយវាកើតកូនបាន3សាដូចគ្នាខ្ញុំទៅទិញកូនវាមកទាំង3សាអាហ្នឹងនិយាយតែពីនៅម្ចាស់ដែលខ្ញុំទិញពីគាត់មកហ្នឹងណាហើយជួននេះខ្ញុំប្រាប់ម្ចាស់គាត់ត្រង់មកថាខ្ញុំស្រឡាញ់ខ្ញុំចង់បានខ្ញុំអត់ដឹងថាយកទៅវានៅបានផលនៅឲ្យកូនទៀតឬក៏អត់ទេប៉ុន្តែខ្ញុំត្រូវតែយកខ្ញុំយកទៅនេះគឺដូចថាសប្បាយអជាងបានទិញឡានក្នុងក្តីសម័យទេណាទិញជ្រូកនេះបានណាខ្ញុំនិយាយមែនណាហើយស្មោះត្រង់ណាជ្រូកនេះមួយគូហ្នឹងបងឲ្យខ្ញុំដល់$2000ក៏ខ្ញុំអត់លក់វិញដែរគឺខ្ញុំទុកមកខ្ញុំទុកមិនដឹងនិយាយថាម៉េចតែបើសិនជាអ្នកស្រឡាញ់ជ្រូកនេះបើឃើញផ្ទាល់វិញគឺតលន់មាត់ហ្មងភ្ញាក់ឲ្យ Oh my god ហើយដឹងថាទ្រាំបាននឹងស្រឡាញ់វាចង់បានវាមកអាហ្នឹងណាអញ្ចឹងវីដេអូមួយនេះគឺអត់មានអីក្រៅពីសមាជិកថ្មីរបស់ខ្ញុំទេគឺមេបាពូជជ្រូកកណ្ដុរអេសានដែលចាស់ពីដើមហៅថាពូជជ្រូកកំពតដែលជាមេបាចាស់យូរឆ្នាំហើយមានមាឌធំរូបរាងគឺធាត់ហើយខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្នឹងឯងគឺសម្រាប់បងដែលចង់បានពូជខ្ញុំមានពូជប៉ុន្តែឥឡូវអត់មានទេនិយាយថាមិនទេមានពូជឥឡូវអត់មានអត់យល់តែប៉ុន្តែចឹងនិយាយថាពូជជ្រូកខ្ញុំហ្នឹងពេលច្រើនខ្ញុំយកកូនវាហ្នឹងយកមកធ្វើមេអញ្ចឹងខ្ញុំមានពូជនឹងលក់គាត់ថាអត់បានធាត់ធំស្អាតបែបហ្នឹងទេដោយសារខ្ញុំឲ្យស៊ីត្បាត់ត្បិតអត់ថែទាំអត់ដល់អីចឹងណាគាត់ថាមួយរយៈនេះគឺខ្ញុំអស់ហើយកូនញីឈ្មោះអត់មានអសាទេមួយរយៈក្រោយទៀតបាទខ្ញុំមានកើតបន្តទៀតមានពូជជ្រូកកណ្ដុរអេសានកណ្ដុរកពតនឹងលក់វិញហើយអញ្ចឹងសម្រាប់បងដែលត្រូវការពូជជ្រូកកណ្ដុរអេសានពូជជ្រូកកណ្ដុរកាត់ព្រៃឬក៏ spam បាជូកពូជយកសៀដូចរកយកមកពីក្រៅស្រុកកូនជ្រូកពូជផានចាំសាច់កូនជ្រូកពូជផានមេបាយកសៀដូចរកឬក៏ប្រភេទថ្នាំវ៉ាក់សាំងដែលខ្ញុំមានប្រចាំត្រង់ណាឬក៏ព័ត៌មានអីផ្សេងបងចង់បានបងចូលឆាតឬក៏ចូល Telegram ឬក៏តំណងមកតាមលេខទូរស័ព្ទក៏បានដែរហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបងបញ្ជាក់សារថ្មីពូជជ្រូកក្នុងវីដេអូហ្នឹងគឺពូជជ្រូកកណ្ដុរអេសាន